ឆ្លូវរោងវោកថ្ងៃអាទិត្យទី26 ខែមេសានេះរាសីមធ្យមតើមធ្យមយ៉ាងម៉េចខ្លះទៅពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវឆ្នាំរោងឆ្នាំវោកថ្ងៃអាទិត្យ26 មេសានេះគឺរាសីមធ្យមដូច្នេះពុកម៉ែបងប្អូនដែលប្រកបមុខរបរកិច្ចការងារប្រចាំថ្ងៃបានល្អធម្មតាគ្រាន់តែមានការប្រុងប្រយ័ត្នហាមជឿងប់តាមសម្ដីមិត្តភ័ក្តិឬអ្នកណាមួយគប្បីត្រូវចេះលះបង់មិត្តភ័ក្តិខ្លះដែលគិតថាមិនមែនជាមិត្តជិតស្និទ្ធឬក៏មិត្តដែលមិនស្គាល់ចិត្តថ្លើមគ្នាច្បាស់លាស់ព្រោះក្នុងចំណោមមនុស្សទាំងអស់នោះចាំតែកេងចំណេញនិងជន់ពន្លិចពុកម៉ែបងប្អូនទេសម្រាប់រឿងគ្រួសារនិងស្នេហាវិញមិនមានភាពរកាំរកុសមិនមានបញ្ហាអ្វីឡើយដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវឆ្នាំរោងឆ្នាំវោកត្រូវប្រុងប្រយ័ត្នណា